chẳng bao dương chụp đây nó một bốn ở đây họ ban thầm bay hồi đi gặp bốn họ ban pi hồi dương chui vuông như tới việc của xã bên mình lang chắc bà chăn tại đây chặt si ơi bậc đây đòi tập làm hỏi bạn vô mà chẳng mà đây chặt si nó cái này với mình ngọt là hỏi đấy nhặt lá đại hai thằng cái chơi lúc đó tua phèm hỏi cái đó rước vào phèm pon đó mà khai tái bờ sân chia mình chết tục mình chết đạn cứ nơi ta lý nè không can gì bao quát nắng việc trẻ từ po từ rương pi mới trẻ từ po từ tại phiênสังคม giờ này bài chợ bon đạiของpung tái vay đồng lai mình trong tại xong rồi trong tại bạc hai trong tại cá từ nội hư haហើយមួយទៀតវាយតម្លៃបានន័យថាចេះអត្តពលចំពោះស្ត្រីមួយចំនួនដែលខ្លួនក៏ជឿធ្លុះទេឬក៏ខ្លាចថាខ្លួនជាស្ត្រីដែលមិនបានការទេតែចង់រកតែអ្នកដែលគេគ្រាន់បើជាជាងអាក្រុមអាខ្លះគ្រាន់តែចេញមកឆ្លោះគ្នាជួលប្រុសប្រាក់ខែ1000ដើម្បីធ្វើសង្សារឲ្យមកទៀមទាយកឡានយកម៉ូតូវិញហ្នឹងអាហ្នឹងគឺការធ្វើមេត្តារបស់វាបន្ទុះឲ្យផ្អើលក្នុងបណ្ដាញសង្គមទៅឲ្យបងប្អូនចូលរួមណាអូវិភាគណាវិភាគអាវិភាគគេចុះវិភាគគេឡើងគេសល់ឡានសល់ផ្ទះសល់វិឡាយើងនេះណាវិភាគរត់ទាំងកជាប់ឆ្នាំគ្មានខ្ញុំមិនចង់និយាយឲ្យគាត់ស្ដាប់ទេតែបងប្អូនខ្លះគួរតែបញ្ឈប់ទៅមើលក្រុមអស់ហ្នឹងបើប្រហែលថ្ងៃហ្នឹងអត់ផុតទេតាក់ទងករណីប្រាក់ខែ500ដែលលើកឡើងពីស្ត្រីម្នាក់ដែលជាអ្នកលក់នៅក្នុងបាទថាអ្នកលេង TikTok ល្បីម្នាក់ដែរស្រីម្នាក់នោះលើសារខ្ញុំធ្លាប់ឃើញគាត់ញឹកដែរហើយគាត់ដូចជាក្រុមគាត់លក់មានលក់ចង្រិតលក់អីហើយប្រម៉ូទលេអ្វីជាដើមអញ្ចឹងតាក់ទងការលើកឡើងប្តីដល់មានប្រាក់ខែ500បានយកបានអីអញ្ចឹងវាបើយើងនិយាយទៅយើងថាចោតគាត់ក៏មិនកើតឬក៏ថាគាត់និយាយត្រូវក៏មិនកើតដែរដោយសារជាវាឆ្លោះបញ្ចាំងពីតថភាព2ទី1ឆ្លោះបញ្ចាំងពីតថភាពសង្គមទី2ឆ្លោះបញ្ចាំងពីអេយ៉ាបតនៃស្ត្រីម្នាក់ដែលឃើញតែចំនួនលុយឬក៏យើងហៅនិយាយថាស្ត្រីក៏ជឿធ្លុះអ្វីជាដើមអញ្ចឹងរឿងហ្នឹងយើងក៏មិនចង់វេញញែកអីដែរដោយសារតែឃើញបងប្អូននិយាយច្រើនមានការប្រតិកម្មទៅនឹងស្ត្រីម្នាក់ទៅតាមឈ្មោះដូចឈ្មោះលីនគាត់ហ្នឹងដែលបានលើកឡើងតាក់ទងអាលុយ500ប្រាក់ខែបើមិនបាន500អត់យកធ្វើប្តីហ្នឹងអញ្ចឹងសួរថាតើបច្ចុប្បន្ននៅកម្ពុជាបរិសុទ្ធប្រមាណអ្នកដែលមានប្រាក់ខែព្រម$500តែអញ្ចឹងការនិយាយនេះវាជះឥទ្ធិពលអ្វីខ្លះទៅដល់អារម្មណ៍ឬក៏ហៅថាតថភាពសង្គមរបស់យើងអញ្ចឹងវាបានឆ្លោះគឺបង្ហាញហើយអំពីការមើលងាយពីស្ត្រីមួយចំនួននោះឬក៏ហៅថាស្ត្រីដែលមិនបានប្រើខួរក្បាលក្នុងការគិតការពិចារណានោះដែលគិតតែពីថវិកាជាធំការនិយាយនេះមិនមែនថាមិនអោយយើងមើលយកថវិកាជាធំទេbởiសារតែយើងដឹងហើយបច្ចុប្បន្នបើយើងរស់នៅមិនមានលុយប្រាក់ខែមិនមានថវិកានៅក្នុងខ្លួនគឺយើងមិនអាចរស់នៅបានទេដោយសារតំណែងជួញដូរឬការចាយវាអីរាល់ថ្ងៃក៏វាថ្លៃមិនតែបច្ចុប្បន្នទេតាំងពីមុនក៏ដោយតែក៏បច្ចុប្បន្នការចាយវាក៏វាថ្លៃការអីវាច្រើនអញ្ចឹងអាចំនួនប្រាក់ខែហ្នឹងក៏វាជាជំរឿសមួយផងដែរបើសិនជាបរិសុទ្ធនោះគាត់មានប្រាក់ខែតិចហើយគាត់ទៅដណ្ដឹងស្ត្រីដែលគាត់មានលទ្ធភាពខ្លាំងក៏វាជារឿងយ៉ាប់មួយដែរយើងនិយាយស្ដាប់តែរឿងនេះក៏វាឆ្លោះបញ្ចាំងមួយទៀតតកតងទៅនឹងគុណតម្លៃឬក៏ហៅថាអេយ៉ារបស់ស្ត្រីមួយចំនួនដែលបានលើកអានឹងយកមកធ្វើជាឧទាហរណ៍ដើម្បីវាយតម្លៃឬក៏ហៅថាបន្ទាត់ក្រិតចំពោះមនុស្សប្រុសសួរថាពេលដែលយើងយកមនុស្សប្រុសនឹងមកធ្វើជាប្តីឬក៏ធ្វើជាគូអនាគតតើយើងមើលតែលើអស់ហ្នឹងទេយើងមិនមើលលើអេយ៉ាមយាទមិនលើអ្វីផ្សេងទៀតឬក៏យ៉ាងម៉េចឬក៏យើងមកគ្រាន់តែដេកចាំតាស៊ីឲ្យគេបានន័យថាមិនចូលរួមជួយគ្នាដោយពាក្យមួយចាំបុរាណយើងតែនិយាយថាសំណាបយងដីស្ត្រីយងប្រុសអញ្ចឹងបើយើងជាប្តីនឹងប្រពន្ធប្តីរកបានថា300ឬក៏ប្រពន្ធរកបាន200យើងជួយយោងគ្នាទៅវាគ្រួសារវាមិនឡើងចុះបើចាំតែដេកតាស៊ីឲ្យប្តីដល់តែ500បានយកមកអញ្ចឹងមកដេកតាស៊ីទាំងអស់គ្នាវាមិនងាប់ទៅហើយទេហើយមួយទៀតតាក់ទងទៅនឹងការដល់500បានគ្រប់បើស្ត្រីខ្លះខ្ញុំនិយាយជាឧទាហរណ៍បានន័យថាអ្នកខ្លះដែលហៅថាក៏ជឿធ្លុះថាទោះ500ក៏ដោយឬក៏5000ដោយមួយខែតែបើសិនជាមិនចេះទុកមិនចេះដាក់គឺនៅតែលាយហ្នឹងអាហ្នឹងយើងតាក់ទងទៅនឹងរឿងហ្នឹងតែខ្ញុំមិននិយាយផ្ដោតទៅលើរឿងប្អូនស្រីដែលគាត់និយាយក្នុងបណ្ដាញសង្គមទេក៏ខ្ញុំក៏ចង់លើកឧទាហរណ៍រឿងហ្នឹងមកនិយាយថាក្នុងការនិយាយរបស់គាត់ហ្នឹងវាជះឥទ្ធិពលទៅរឿងពីរមួយជះឥទ្ធិពលទៅតថភាពសង្គមយើងនៅបច្ចុប្បន្នដែលកំពុងតែវាយតម្លៃមនុស្សត្រង់តែសម្ភារៈត្រង់តែប្រាក់ខែត្រង់តែការទំនួយហឺហាហើយមួយទៀតវាយតម្លៃបានន័យថាជះឥទ្ធិពលចំពោះស្ត្រីមួយចំនួនដែលខ្លួនក៏ជឿធ្លុះទេឬក៏ខ្លាចថាខ្លួនជាស្ត្រីដែលមិនបានការទេតែចង់រកតែអ្នកដែលគេគ្រាន់បើអាហ្នឹងគឺបងប្អូនមហាជយល់តាក់ទងចំណុចហ្នឹងតែជារួមក៏យើងមិនចូលរួមបានន័យថាខ្ញុំមិនលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាចូលរួមវាយប្រហារទៅលើស្ត្រីដែលគាត់លើកឡើងមកនិយាយហ្នឹងទេការពិតការលើកឡើងមកនិយាយរបស់ស្ត្រីនៅក្នុងវីដេអូហ្នឹងដែលមានឈ្មោះថាស្រីលីនហ្នឹងការនិយាយរបស់គាត់ខ្ញុំជឿថាការនិយាយរបស់គាត់ក៏គាត់មានបានដឹង
ពីផលអវិជ្ជមានជះមកគាត់វិញដែរតែដោយសារអីដោយសារតែបច្ចុប្បន្នហ្នឹងអ្នកប្រើប្រាស់បណ្ដាញសង្គមយើងបច្ចុប្បន្នចូលចិត្តណាស់មើលតែរឿងដែលនិយាយគេបែកស្លុយរឿងដែលនិយាយទៅឲ្យគេខឹងធ្វើដើម្បីធ្វើទីផ្សារខ្ញុំមិននិយាយដល់ករណីបងអូននេះមួយទេបងអូនហ្នឹងក៏គាត់និយាយដើម្បីធ្វើទីផ្សាររបស់គាត់ដែរហើយមានករណីមួយទៀតផ្សេងទៀតដូចករណីលើកមុនរឿងអីគេជួលសង្សារមួយខែ$1000ហ្នឹងបងប្អូនមើលទៅក្រោកខ្ញុំក៏លេខឃើញថាករណីហ្នឹងគឺករណីធ្វើទីផ្សារឲ្យផ្ទុះទេអញ្ចឹងដោយសារតែបងប្អូនបានថាសង្គមយើងបច្ចុប្បន្នហ្នឹងមនុស្សមួយចំនួនចូលចិត្តមើលណារឿងអបប្រយោជន៍អញ្ចឹងចូលចិត្តមើលណាការឆ្លោះហែកហួរគ្នាក្នុងបណ្ដាញសង្គមអញ្ចឹងទើបវាធ្វើឲ្យបុគ្គលថោកទាបមួយចំនួននោះចូលចិត្តយកប្រើប្រាស់បណ្ដាញសង្គមហ្នឹងតាមរយៈនៃការឆ្លោះគ្នាតាមរយៈនៃការនិយាយអីឲ្យវាបែកស្លុយឲ្យវាឈួតលប់ធ្វើឲ្យគេជេរគេបចោលទៅផ្អើបណ្ដាញសង្គមលក់ផលិតផលអត់មានអត់បានន័យថាអត់មានទៅណាច្រើនឆ្ងាយពីរឿងអស់ហ្នឹងទេហើយបងប្អូនចំណាំមើលឆ្លោះមកប្រើពីប្រើមួយថ្ងៃពីរថ្ងៃស្អែកឡើងដាក់លក់ផលិតផលលក់ថ្នាំដុតធ្មេញលក់លេលក់ផលិតផលអ្វីដែលខ្លួនមានហ្នឹងអញ្ចឹងជារួមតាក់ទងទាំងអស់ហ្នឹងដោយសារតែបងប្អូនចូលចិត្តទៅគ្រប់គ្រងបងប្អូនមួយចំនួនខ្ញុំមិននិយាយទាំងអស់ទេបងប្អូនមួយចំនួនចូលចិត្តទៅគ្រប់គ្រងថាអ្នកបៃឆ្លុយនៅក្នុងបណ្ដាញសង្គមហ្នឹងដែលវាធ្វើឲ្យពួកថោកទាបអស់ហ្នឹងវាចូលចិត្តយកមេត្តាទាំងអស់ហ្នឹងមកសាបព្រោះធ្វើឲ្យប៉ះពាល់ទៅដល់ការប្រើប្រាស់បណ្ដាញសង្គមរបស់យើងហើយសួរថាការសាបព្រោះការនិយាយរបៀបបែកស្លុយការនិយាយបែបឲ្យគេជេរគេបចោលហ្នឹងសួរថាពួកអស់ហ្នឹងមិនដឹងឬក៏យ៉ាងម៉េចមិនមែនអ្នកទាំងអស់ហ្នឹងមិនដឹងទេតែដោយសារតែយើងវាគ្រប់គ្រងអ្នកអញ្ចឹងចូលចិត្តទៅមើលចូលចិត្តទៅ like ចូលចិត្តទៅ share អ្នកអស់ហ្នឹងនៅក្នុងបណ្ដាញសង្គមទើបពួកអ្នកអស់ហ្នឹងចូលចិត្តយករឿងអញ្ចឹងយកមកខ្លែងឲ្យយើងទៅជែកវែកញែកគ្នាហើយទាំងអស់ហ្នឹងវាបានធ្វើឲ្យប៉ះពាល់ទៅដល់ក្មេងៗជំនាន់ក្រោយជំនាន់កូនយើងជំនាន់ក្មួយយើងជំនាន់ចៅយើងនោះដែលគ្នាមិនដឹងអីដែលគ្នាទៅឃើញឆ្លោះបជាបចោគ្នានៅក្នុងបណ្ដាញសង្គមហ្នឹងអញ្ចឹងវាយកគំរូហ្នឹងទៅជេរបចោគ្នាតគ្នាដែលវាធ្វើឲ្យប៉ះពាល់ទៅដល់ការលូតលាស់ស្មែកបានន័យផ្នែកស្មារតីរបស់ក្មេងៗទៅទៀតអញ្ចឹងសង្ឃឹមថាបងប្អូនយើងទាំងអស់គ្នាចូលរួមលុបបំបត្តិឬក៏ហៅថាឈប់មើលអញ្ចឹងមេត្តាអញ្ចឹងឃើញចុចខ្វែងចោលឬក៏ឃើញចុច report ចោលទៅឲ្យវាបានន័យថាឲ្យបណ្ដាញសង្គមទាំងអស់ហ្នឹងវាដឹងតែពេលយើង report ពេលដែលយើងចុចអត់អស់មើលវាច្រើនគឺវាអត់រុញរូបភាពទាំងអស់ហ្នឹងចូលក៏រឿងទាំងអស់ហ្នឹងឲ្យយើងឃើញទេហើយទាំងអស់នេះហើយបើយើងមិនចូលរួមគ្នាមិនឈប់ការមើលពួកបង្កើតមេត្តាបែបស្លុយបែបឲ្យគេជាបចោក្នុងបណ្ដាញសង្គមទាំងអស់នេះបងប្អូនថ្ងៃក្រោយវានឹងជះឥទ្ធិពលទៅកូនរបស់យើងដែលជាក្មេងជំនាន់ក្រោយជាក់ជាមិនខានហើយសង្ឃឹមថាបងប្អូននឹងចូលរួមក៏ដូចជាឈប់ទៅមើលទៅមេត្តាអបប្រយោជន៍អញ្ចឹងគណៈដែលគេអ្នកអប់រំអ្នកនិយាយអ្វីដែលល្អជួយដល់កតិក្នុងការគិតជួយដល់អ្វីដែលជាប្រយោជន៍ដល់សង្គមបងប្អូនមិនសូវចូលចិត្តមើលទេបងប្អូនមួយចំនួនហ្នឹងចូលចិត្តមើលតែអញ្ចឹងគេជេរបចោលគ្នាខ្លះមិនដឹងស្អីគាត់មកឆ្លោះគ្នាបន្តិចបន្តួចយើង share យើង like យើង comment ឡើងបែក Facebook អស់ហើយប្រព័ន្ធបណ្ដាញសង្គមទាំងអស់ហ្នឹងពេលដែលយើងចុច share ច្រើនចុច like ចុច comment បញ្ចេញមតិច្រើនវាជាការរុញឲ្យរឿងអស់ហ្នឹងវាល្បីទេអញ្ចឹងបណ្ដាញសង្គមអស់ហ្នឹងវាប្រើប្រព័ន្ធ AI គឺវាឃើញតែ engagement បានន័យថាប្រព័ន្ធនៃការឆ្លើយឆ្លងគ្នាច្រើននៅក្នុងវីដេអូអស់ហ្នឹងវាជួយរុញវីដេអូហ្នឹងឲ្យឡើងអញ្ចឹងហើយវាធ្វើឲ្យព័ត៌មានឬក៏ហៅថារឿងបែបបំពោសង្គមអញ្ចឹងវាចេះតែកើនឡើងតាមរយៈអីគឺកើនឡើងតាមរយៈនៃការបងប្អូនបញ្ចេញមតិហ្នឹងអញ្ចឹងបើឃើញពួកបែកស្លុយអញ្ចឹងបើឃើញពួកចូលចិត្តធ្វើរឿងអីជេរបចោលគ្នាឲ្យផ្ទុះនៅក្នុងបណ្ដាញសង្គមអញ្ចឹងបងប្អូនកុំមើលវាអស់ចោលតែ4-10ដងគឺលែងសូវផ្អើរឿងអញ្ចឹងហើយលែងសូវឃើញនៅក្នុង Facebook របស់យើងទៅទៀតខ្ញុំនិយាយត្រង់បងប្អូនដោយសារតែខ្ញុំក្នុងបច្ចុប្បន្ន Facebook ខ្ញុំអត់សូវមើលនៅលើ profile ទេខ្ញុំមើលនៅលើ page ហើយនៅពេលដែលខ្ញុំឃើញ page ណាដែលឆ្លោះពីកាយគ្នាដើម្បីតែយក like យក view ហ្នឹងខ្ញុំចុចខ្វែងខ្វែងកុលគុណហ្នឹងនៅគៀនចុចចោលតែ3-4 ដងគឺមេត្តាអញ្ចឹងលែងសូវឲ្យខ្ញុំឃើញហើយក៏វាលែងឲ្យធ្វើអារម្មណ៍ខ្ញុំវា stress ដោយសារពួកអប្រយោជន៍នៅក្នុងបណ្ដាញសង្គមមួយចំនួននឹងទៀតហើយបើបងប្អូនចូលចិត្តមើលអញ្ចឹងឃើញអស់មើលហើយចេញមតិទៅទៀតមួយថ្ងៃណាក៏ឃើញអញ្ចឹងដែរហើយបងប្អូននឹងនៅលងលក់ឬក៏ហៅថានៅក្នុងវល់តែនៅក្នុងបណ្ដាញសង្គមដែលវាបំពុលហ្នឹងបងប្អូនមិនអាចទៅឃើញមេត្តាដែលគេចូលចិត្តអប់រំចូលចិត្តបង្ហាញអំពីភាពសុបាយបំបត្តិ stress បំបត្តិអីបងប្អូនមិនសូវឃើញទេដូចឧទាហរណ៍របស់ខ្ញុំចេះដែរឥឡូវខ្ញុំបើកអត់សូវមើលឃើញក្រុមរបស់ហ្នឹងខ្ញុំបើកទៅឃើញតែក្រុមគេដើរលេងទេសចរ travel ឬក៏អ្នកអប់រំឬក៏អ្នកផ្ដល់អ្វីដែលជាចំណេះដឹងជាជាងក្រុមខ្លះគ្រាន់តែចេញមកឆ្លោះគ្នាជួលប្រុសប្រាក់ខែ1000ដើម្បីធ្វើសង្សារឲ្យមកទៀមទាយកឡានយកម៉ូតូវិញហ្នឹងហ្នឹងគឺការធ្វើមេត្តារបស់វាបន្ទុះឲ្យផ្អើលក្នុងបណ្ដាញសង្គមទៅឲ្យបងប្អូនចូលរួមវិភាគវិភាគគេចុះវិភាគគេឡើងគេសល់ឡានសល់ផ្ទះសល់វិឡាយើងនេះអ្នកវិភាគរត់ទាំងកច្រកឆ្នាំងគ្មានខ្ញុំមិនចង់និយាយឲ្យគាត់ស្ដាប់ទេតែបងប្អូនខ្លះគ
គួរតែបញ្ឈប់ទៅមើលក្រុមអស់ហ្នឹងហើយពេលដែលយើងឈប់មើលក្រុមអស់ហ្នឹងហើយក្រុមអស់ហ្នឹងវានឹងបាត់ឯងដោយពាក្យមួយគេនិយាយថាពេលដែលចោលលួចបើយើងមិនទិញផលចោលកម្មទេចោលវាលួចទៅលួចណាអញ្ចឹងដូចពួកក្រុមបំពុលសង្គមទាំងអស់ហ្នឹងពួកអាក្រុមជេរបចោគ្នាក្នុងបណ្ដាញសង្គមអាក្រុមហែកហួរគ្នាជួលប្រាក់ខែ$1000ធ្វើសង្សារដេកមួយគ្នានេះបើបងប្អូនមិនមើលតើពួកវាទៅបង្កើតអាវីដេអូអញ្ចឹងទៅអីទៀតវានាំអស់លុយនាំអស់អ៊ីនធឺណិតរបស់វាហ្នឹងវាយូរវានឹងបាត់អញ្ចឹងបើបងប្អូនមិនចូលរួមទេគឺវាគ្មានអ្នកណាខាតបង់ទេមានតែបងប្អូននឹង stress ជាមួយពួកហ្នឹងរាល់ថ្ងៃមើលយូរទៅចង់កើតជំងឺបាក់ទឹកចិត្តចង់កើតជំងឺថប់អារម្មណ៍ហើយមើលយូរទៅប៉ះពាល់ទៅដល់ក្មេងៗដែលវាអត់ដឹងអីទៅទៀតពេលដែលឃើញវាឥឡូវអញ្ចឹងក្មេងៗវារៀនសូត្រតាមឥឡូវក្មេងៗមួយចំនួនវាបែកឆ្លោយដោយសារតែក្រុមពួកបង្ពោសង្គមទាំងអស់ហ្នឹងដែលបន្តបង្ពោសង្គមនៅក្នុងបណ្ដាញសង្គមទាំង Facebook ទាំង TikTok ទាំងអ្វីជាដើមហ្នឹងអញ្ចឹងពីយើងទៅចូលរួមពីយើងទាំងអស់គ្នាពីខ្ញុំពីបងប្អូនទាំងអស់គ្នាចូលរួមឈប់មើលពួកអាមេតិកាដែលវាបំពោសង្គមអាឡូហែកហួរគ្នានៅក្នុងបណ្ដាញសង្គមដើម្បីទៅយក view យក like ហ្នឹងអាខ្លះជាបចោគ្នាក្នុងបណ្ដាញសង្គមប្តីប្រពន្ធហ្នឹងតែដេកអោបគ្នានោះហើយយើងអត់ដឹងហើយវាដេកអោបគ្នាយកលុយពីអាលទ្ធផលបានពេលវាល្បីទៅវាលក់លេលក់ថ្មថ្មិញលក់អីចឹងទៅយកលុយធ្វើសទ្ធិធ្វើអស់គ្រប់គ្នាអាយើងនោះអូវិភាគចង់បែកទឹកមាត់ទឹកក្លៀកហើយវិភាគមហាវិភាគតែងាកមកមើលខ្លួនឯងហ្នឹងក៏អស់ពីឆ្នាំងបាត់អស់ពីកធនបាត់អញ្ចឹងសូមឈប់ចូលរួមវិភាគក៏ដូចជាតាមដានក្រុមដែលវាបំពុលសង្គមទាំងអស់ទៅបានន័យថាទាំងអស់ហ្នឹងទៅវាល្អចំពោះគូក្បាលបងប្អូនក៏ដូចជាល្អចំពោះកូនរបស់យើងបាទអរគុណពេលនេះខ្ញុំក៏មិនចង់និយាយច្រើនដែរខ្ញុំក៏សូមជម្រាបលា